ជាជនរបស់អេស្ប៉ាញទៀតខ្ញុំនិយាយអំពីរបៀបដែលខ្ញុំមើលឃើញណាអាវាថា impression របស់ខ្ញុំដែលខ្ញុំមកដល់នេះគឺជាការមើលឃើញរបស់ខ្ញុំឃើញថាពួកគាត់នៅពេលដែលពួកគាត់ញ៉ាំអាហារពេលល្ងាចឬក៏ពួកគាត់ដើរលេងអីភាគច្រើនពួកគាត់អត់សូវរបៀបថាស្ងាត់អីដូចខាងនៅអាស៊ីយើងទេវាថានៅខាងជប៉ុននៅខាងកូរ៉េអីពីចឹងពួកគាត់ញ៉ាំបាយនេះស្ងាត់ស្ងាត់សើប្រាច់គ្នាអញ្ចឹងណាប៉ុន្តែនៅក្នុងប្រទេសអេស្ប៉ាញនេះប្រជាជនគេរៀងមាត់ឡូឡាអ៊ូអច្រើនគេរៀងឈៀលអញ្ចឹងបង្ហាញឲ្យឃើញថាប្រជាជនគេប្រហែលជាអត់សូវ stress ទេមែនទេដោយសារអីដោយសារពេលខ្ញុំញ៉ាំអីគឺគេមាត់ឡូឡាអីនៅក្នុងហាងច្រើនហើយមួយទៀតពេលជិះឡានក្រុងជឿទៅគឺស្ងាត់តែមិនអញ្ចឹងនៅខាងជប៉ុនយើងនៅខាងអីប៉ុន្តែនៅខាងអេស្ប៉ាញនេះពេលខ្ញុំជិះឡានក្រុងពួកគាត់មិនខំនិយាយគ្នាលេងធម្មតាក៏ស្រែកពេញឡានតែមកស្រែកហ្នឹងមិនលក្ខណៈឆ្លុះគ្នាគឺស្រែកនិយាយគ្នារបៀបអ៊ូអសប្បាយសើចកិលក្នុងឡានអញ្ចឹងណាហើយមុនហ្នឹងខ្ញុំជិះមិញហ្នឹងឃើញមានអ្នកខ្លះទៀតក៏ស្រែកឲ្យទៅក្នុងឡានឈប់ដើម្បីឲ្យពូមួយដែលគាត់ឡើងលើឡានហើយក៏ភ្លេចកាតាបនៅកន្លែងដែលគាត់ឡើងហ្នឹងអញ្ចឹងឡានហ្នឹងចេញទៅផុតហើយក៏ស្រែកឲ្យទៅក្នុងឡាននឹងឈប់ហើយគេស្រែកមកឡានមកឡើងកិលខ្ញុំឡើងស្ដាប់ភាសាគេបានគេនិយាយភាសាអេស្ប៉ាញស្ដាប់ភាសាគេបានខ្ញុំឡើងភ្ញាក់ផ្អើលដល់ពេលហើយឃើញឡានឈប់ពូដែលឡើងជិះឡានហ្នឹងគាត់រត់ទៅយកកាតាបវិញទៅគាត់មកអរគុណគ្នាអីអញ្ចឹងណាអញ្ចឹងនេះបញ្ជាក់ឲ្យឃើញថាវប្បធម៌គេរៀងបើកចិត្តទូលំទូលាយក្នុងការនិយាយស្ដីហើយគេអត់សូវស្ងាត់ទេវប្បធម៌គេអញ្ចឹងវាសប្បាយដែរវាស្តៀងអាស៊ីយើងដែរ